សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះគឺជាវីដេអូទី2ដែលយើងនិយាយទៅលើ SendOS ឥឡូវយើងដើម្បីយើងចូលទៅខ្ញុំនឹងប្រៀនពី keyword និង comment នីមួយៗនៅក្នុងវីដេអូហ្នឹងអញ្ចឹងឥឡូវយើង log in ចូលទៅក្នុង user រួចយើងសិនមកយើងបាយ password យើងដែលយើងបង្កើតពីដំបូងពីយើងបង្កើត SendOS ហ្នឹងពេលយើង log ចូលហើយយើងមិន load ទាំងចេះcomment ស៊ូហ្នឹងបានន័យថាយើងហ្នឹងយើងអាចដូរ change name របស់យើងមកយើងអាចដាក់ name ទៅname របស់យើងបោះហើយយើងបង្កើតវីដេអូមានឈ្មោះដូចឈ្មោះខ្ញុំអញ្ចឹងខ្ញុំបង្កើតវីដេអូមកអញ្ចឹងយើងដាក់ហ្នឹងមកហើយវានឹង load ជារួតហើយសញ្ញា S ខាងមុខហ្នឹងគឺវាមានឈ្មោះយើងអត់ត្រីឆែកលេខដែលយើងបង្កើតហ្នឹងសម្រាប់command SU ហើយ SU ហ្នឹងណាហើយបន្តមកទៀតយើង exit វាសិនណាវា clear យើងទៅ user រួចរបស់យើងវិញuser របស់យើងវាយចូលណាយើងសួរវាថាយើងឥឡូវជាអីយើងប្រើ comment មួយទៀត who I am who am I អញ្ចឹងវាគឺជា root អញ្ចឹងវាបោះជា root តបមកយើងប្រើសួរដើម្បីចូល log ទៅឈ្មោះយើងជាឈ្មោះយើងហើយយើងប្រើ comment ហ្នឹងដែរ comment ហ្នឹងគឺ comment who am I អញ្ចឹងយើងវាយ comment who am I ហ្នឹងមកសួរថាវាដើម្បីអីព្រោះយើងវាយទៅវានឹងប្រាប់តែយើងថាយើងឥឡូវគឺជាឈ្មោះយើងហ្នឹងដែលយើងបង្កើតនៅ tree ឆៃលីសម្រាប់ហ្នឹងឥឡូវយើង clear មួយមកដើម្បីមើលទៅឃើញសានអានេះយើងទៅ user root យើងវិញដែរឥឡូវយើងនិយាយទៅលើ comment មួយទៀតដែលយើងនិយាយទៅលើ PWD ពេលយើងវាយទៅវាតាក់ទងនឹង project ជាមួយនឹង file អញ្ចឹងពេលយើងវាយ PWD វាជាបោះរួចវានឹង load ជា root អញ្ចឹងណាអញ្ចឹងនឹងនិយាយបោះរួចសម្រាប់កន្លែងមួយនេះយើងឥឡូវយើងចូលទៅកន្លែងមួយទៀតទៅPWD យើងមានតែប៉ុណ្ណឹងទេតោះមកយើងចូលយើងនិយាយទៅលើ SR យើងចង់នេះ SR ហ្នឹងវាសម្រាប់ទុកតន័យអញ្ចឹងយើងវាយទៅថាយើងសួរវាថាយើងដាក់ /home អញ្ចឹងបានន័យថាយើងសួរនៅក្នុង directory មួយណាអញ្ចឹងឥឡូវក្នុង directory របស់ខ្ញុំដែលខ្ញុំបង្កើតវីដេអូឈ្មោះ tree ចុះយើងមានពណ៌ខៀវនេះឈ្មោះរបស់ខ្ញុំអូខេតប៉ុណ្ណឹងទេសម្រាប់SN ហ្នឹងអញ្ចឹងយើងនឹងបន្តទៅមុខទៀតពេលយើង log ចូលដល់នេះយើង log ទៅឈ្មោះខ្ញុំខ្ញុំប្រើសញ្ញាស៊ូដកសញ្ញាស៊ូដកហ្នឹងវា switch គ្នាទៅវិញទៅមកគេ switch directory ពី root ទៅឈ្មោះយើងអញ្ចឹងណាអញ្ចឹងថ្ងៃហ្នឹងវាមានច្រើនមែនទេអញ្ចឹងយើងចូលទៅ comment មួយទៀតមក comment មួយទៀតឥឡូវនេះយើងវាយ PWD ហ្នឹងមកដើម្បីយើងទៅកន្លែងណាវិញហើយតមកយើងវាយ comment CD យើងនិយាយទៅលើ comment CD ម្ដង comment CD យើងអត់មានច្រើនទេវាសម្រាប់ទុក directory របស់ file ហ្នឹងតែប៉ុណ្្នឹងទេអញ្ចឹងយើងវាយតែប៉ុណ្្នឹងមកអូខេហើយ slash វាមុខអញ្ចឹងមកវា slash គ្នាខាងក្រុមនេះវាមាន slash អញ្ចឹងណានិយាយទៅសម្រាប់comment CD មានតែប៉ុណ្្នឹងទេអ្នកគ្នាហើយតោះមកខ្ញុំសុំ clear មួយទៅហើយយើងវាយទៅលើ comment CD ហ្នឹងវាមានច្រើនយើងគ្រាន់តែផ្លាស់ប្ដូរគ្នាតកលតាក់ហើយនឹង slash ហើយនឹងយើងវាយ CD ដកហ្នឹងស្រាប់ switch គ្នាតើយកមកមិនអីមកអញ្ចឹងប៉ុណ្ណឹងទេវាអត់មានន័យច្រើនហើយសម្រាប់ comment មួយហ្នឹងអ្នកគ្នាមើលបន្តិចទៅថាវា switch គ្នានេះយើងដាក់ដកអញ្ចឹងវា switch ទៅជា slash ហៅមុខហើយយើងដាក់ដក switch ទៅវាទេឥឡូវយើងបន្តទៅ comment មួយទៀត comment មួយទៀតគឺ SR ហ្នឹងវាRS ច្រឡំ comment RS ហ្នឹងយើងនិយាយទៅលើកន្លែងទុក file directory របស់យើងអញ្ចឹងយើងវាយ RS អញ្ចឹងយើងឃើញតែ file របស់យើងដែលយើងបង្កើតទេគឺឈ្មោះ MyLay អញ្ចឹងតែបើយើងវាយ instance មួយទៀតគឺយើងដាក់ .s គឺវាឃើញយើងឃើញ .s បាទនៃយើងដាក់RS ហើយ .s វានឹងឃើញ file ទាំងអស់ទាំង file លាក់មួយទៀតតែបើយើងឃើញ file ទាំង file លាក់មួយទៀតវាសម្រាប់ដាក់ដកពីមុខណាដាក់ដកពី a មុខហើយបើយើងវាយ slash .s .r នឹងបានឃើញតន័យទាំងអស់ខាងមុខនេះ directory ហើយនឹងឃើញតន័យយើងបង្កើតមកបានទាំងអស់ flow by ហ្នឹងអីហ្នឹងទាំង side by side ហ្នឹងទាំងអស់យើងសុំ clear មួយសិនសម្រាប់ RS វាអត់មានច្រើនទេណាគ្នាវាមានតែប៉ុណ្ណឹងទេឥឡូវខ្ញុំសូមនិយាយទៅលើ MACD ម្ដងសម្រាប់ MACD សម្រាប់យើងបង្កើត file directory អញ្ចឹងយើងត្រូវបង្កើត file directory យើងដាក់ចុចពីមុខបានន័យថាយើងលាក់ file លាក់តែបើយើងដាក់ចុចទេត្រឹមជា file ធម្មតាទេយើងដាក់ RS មកនេះនឹងវានឹងអត់ឃើញទេដោយសារយើងដាក់ពីមុខ
ឈ្មោះ file របស់ខ្ញុំឈ្មោះ my love អញ្ចឹងយើងមកឃើញ file ឈ្មោះយើង my love នេះ dot my love អញ្ចឹងមកន័យថាយើងបង្កើត file ទៅយើងប្រើទៅលើ command media បើយើងចង់បង្កើតទៅលើ file media គឺវាមានតែប៉ុណ្្នឹងទេហើយយើងបើយើងដាក់ ls command ឲ្យគេ lsហ្នឹងវាចេញមកទាំងអស់យកមកទាំងអស់ចឹងដឹងថា file directory កាលហ្នឹងឯណាវា store លើហ្នឹងតែម្ដងឥឡូវក្រោយ